បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូបង្ហាញអំពីសកម្មភាពនៃការទៅតាមដាន demo បន្ទាប់ពីបាញ់បាន2ថ្ងៃអញ្ចឹងនេះគឺជាសកម្មភាពនៃការបាញ់ថ្នាំហើយក៏ខ្ញុំបានដាក់វីដេអូចូលមួយដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំមកតាមដានហើយដើម្បីកុំឲ្យពុកម៉ែបងប្អូនពិបាកទៅរកវីដេអូចាស់ឥឡូវខ្ញុំបង្ហាញពីថ្នាំដែលខ្ញុំបានប្រើប្រាស់ណាបងប្អូនអញ្ចឹងថ្នាំខ្ញុំប្រើពីរប្រភេទគឺមានទី1គឺស្មៅមាស KS ហើយនៅទី2ឈ្មោះវាស្មៅអស់លក្ខ KF បងប្អូនបាននេះអង្គកញ្ចប់នេះណាស្មៅអស់លក្ខ KF ជាមួយនឹងស្មៅមាសអញ្ចឹងស្មៅគាត់នឹងដូចបញ្ជាក់កាលមុនអញ្ចឹងគឺស្មៅគាត់ធំខ្លាំងដោយសារគាត់បាញ់ស្មៅម្ដងអត់ងាប់ទេវាសមថ្នាំហើយទី2គឺវាអត់នេះក្រមានទឹកស្មៅចូលលំខែជាងហើយអត់មានទឹកអញ្ចឹងស្មៅនឹងធំខ្លាំងអញ្ចឹងយើងស្លាប់នេះក៏វាមិនបាន 100% ណាបងប្អូនគាត់តែយើងប្រាប់គាត់ដែរបើគាត់ស្លាប់គឺអាចថាបានមួយចំនួនអញ្ចឹងទៅហើយមួយចំនួននេះក្រិនអញ្ចឹងទៅក៏សុំគាត់សាកអញ្ចឹងកម្រិតប្រើតែប្រើកាលហ្នឹងគឺយើងប្រើស្មៅមាសគឺយើងប្រើ125 មីលីលីត្រស្មើនឹងកន្លះដបហើយនឹងស្មៅអស់លក្ខនោះគឺយើងប្រើមួយកញ្ចប់មួយធុងហ្នឹងបងប្អូនមួយកញ្ចប់ធំវិញហ្នឹងកញ្ចប់មួយធុងអញ្ចឹងអាហ្នឹងធម្មតាគេប្រើមួយកញ្ចប់មួយធុងចឹងឯង200 ក្រាមអញ្ចឹងទៅមើលការលេខរបស់គាត់ទាំងអស់គ្នាទៅគឺការលេខរបស់គាត់គឺបែបស្តង់ដាររបស់គាត់ហើយគឺគាត់ចាក់ទឹកមុនហើយជា10 ទៅ 15 10 លីត្រហ្នឹងឯងហើយតោះមកគាត់លីថ្នាំអញ្ចឹងអាកញ្ចប់ធំមិញហ្នឹងគឺគាត់ចាក់ហើយអញ្ចឹងសល់តែ10 ទូចចាំឲ្យឃើញគាត់ចាក់តែ10 ទូចហ្នឹងហើយការសាកហ្នឹងគឺខ្ញុំសាក2ធុងទៅជាប់ផ្លូវតែម្ដងដោយសារតែវាងាយស្រួលតាមដានអញ្ចឹងបញ្ជាក់គាត់ប្រើថ្នាំរបស់ក្រុមហ៊ុនខ្ញុំដែរទេមានលីល8អីគាត់ថាយើងសាកផលិតផលថ្មីមកពេលទៀតជូនគាត់ដើម្បីឲ្យគាត់ស្គាល់ផលិតផលថ្មីមួយចំនួនទៀតណាបងប្អូនចឹងទៅគាត់សាកជូនគាត់ប៉ុន្តែស្មានេះគឺជំនាញលើស្មាតូចទេបានហើយតើតងនឹងប្លង់នេះដូចបងប្អូនឃើញស្រីគាត់ចាប់បានលាស់ខ្ចីមកដោយសារគាត់ដាក់ជីហើយប៉ុន្តែស្មៅគាត់បាញ់ម្ដងអត់ងាប់អញ្ចឹងហើយនេះតើតងនឹងប្លង់បាញ់ខ្ញុំប្រាប់នេះគឺជាប្លង់ដែលបានបាញ់នឹងឯងប្លង់ដែលមានដើមឈើពីក្រោយមួយនៅពេលដែលខ្ញុំមកតាមបានគឺខ្ញុំដាក់ប្លង់នឹងជូនវិញចឹងទៅមើលការបាញ់មកគាត់ទាំងអស់គ្នាទៅដោយសារថានេះបាញ់ទៅវាអត់ស្រូវទេយើងអាចបាញ់ជោគបានអញ្ចឹងការបាញ់មកគាត់គឺគាត់បាញ់ជោគសពល្អដោយសារតែណាមួយវាខ្យល់ផងនៅពេលខ្យល់គាត់បាញ់ទៅទៀបដៃអញ្ចឹងទៅគឺវាទឹកថ្នាំវាអត់សូវហើរចោលទៅតាមខ្យល់ណាបងប្អូនអញ្ចឹងគាត់បាញ់គឺជោគសពល្អហើយទាំងគៀនភ្លឺទាំងអីអញ្ចឹងតែតងស្នាមនោះគឺវាអត់អន់ស្រូវទេអញ្ចឹងខ្ញុំតាមដានបានរយៈពេលបាញ់បាន2ថ្ងៃព្រោះអត់មានពេលទៅតាមដានទៀតទៅតាមដានបានតែតទៅបាញ់បាន2ថ្ងៃឃើញថាវាចាប់ដើមស្វិតគូសមដែរណាបងប្អូនអញ្ចឹងនេះគាត់រោម៉ាស៊ីនតំណឹងក៏អត់អីដែរចាំទៅមើលលទ្ធផលជាក់ស្ដែងទៅគឺខ្ញុំនឹងដាក់វីដេអូជូនអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលវីដេអូនៃការតាមដានផ្ទាល់ទៅដោយការតាមដាននេះគឺខ្ញុំនិយាយផ្ទាល់ហ្មងទៅកុំបាក់ថាបញ្ចូលសលេងចូលអីចឹងកុំបាក់ខុសខាតចឹងទៅស្ដាប់សលេងផ្ទាល់ទាំងអស់គ្នាបងប្អូនបានជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃដែរបន្ទាប់ពីបាញ់បាន2ថ្ងៃខ្ញុំមកតាមដានថ្នាំហើយឥឡូវចង់មកដឹងគុណភាពបាន2ថ្ងៃថាវាចាប់ដើមប្រែប្រួលបែបណាគឺខ្ញុំបាញ់កាលហ្នឹងស្មៅមាស KS ជាមួយស្មៅអស់លក្ខ KS ណាបងប្អូនចឹងខ្ញុំបានដកបន្តិចដែរគឺវាចាប់ដើមខ្លោចចុងហើយបងប្អូនហើយបដូលបងឃើញស្វិតហើយគោលចាប់ដើមផុយណាបងប្អូនគោលវាចាប់ដើមផុយហើយប៉ុន្តែវាអត់ទាន់ខ្មៅទេដោយសារតែបាន2ថ្ងៃចឹងឥឡូវយើងមើលបន្ថែមបងប្អូននេះគឺចាប់ដើមស្វិតបដូលណាបងប្អូនស្វិតដកមកផុយហើយបើតែអត់ទាន់ខ្មៅណាបងប្អូនចាំបានមកទឹកខ្ញុំមកតាមដានបន្តហើយបដូរវាលេងកសើកលាំងហើយគឺស្ពតណាបងប្អូននេះហើយបងប្អូនឃើញស្រូវអត់អន់ទេស្រូវប៉ុន្តែស្មៅនេះអានស្លឹកនឹងស្លោស្មៅទាំងអស់ឡងខ្ញុំបាញ់ហ្នឹងឯងប៉ុន្តែដោយសារគៀតអត់សូវមានស្មៅខ្ញុំចូលមកកណ្ដាលបន្តិចណាចូលបងប្អូនមើលបន្តទៅតែកក់ដែលសក៏ក្រហមដែរបាទហើយមានក្អែកវាយំត្រឡង់ហ្មងអញ្ចឹងវាចាប់ដើមស្វិតហើយណាបងប្អូនបងស្វិតទៅហើយអញ្ចឹងចាំមើលបានមួយអាទិត្យចាំខ្ញុំមកតាមបានម្ដងទៀតតែវាបាន2ថ្ងៃទេហើយស្មៅច្រើនណាថ្ងៃនេះដកមកផុយដែរផុយមែនប៉ុន្តែវាអត់ទាន់ខ្មៅទេណាបងប្អូនហើយបើវាអត់ត្រូវថ្នាំទេយើងដកអញ្ចឹងអត់ផុយទេដកមកអាចមកទាំងរឹសចេះបាទ
ดอกมะพอล้อนะแต่เบียอะตอนขมายตอนงอบล้อไอ้ไม่โรเพลียงที่บางคนเอ้ยไม่มันไก่มากูนั่งดอกก็นี่ไก่มากูนี่นี่มือเทียดดอกก็คือบ้านนี้กี่ปีนั่งยมดอกละจังได้สมุกได้กอดใบเหรอกูใบอยู่ไก่จ้ะนี่สักเกาะเช้านะเกาะดอกมะพร้าวก็ได้แต่แต่อัดขมายของตอนขมายของสมัยเช้านะคนไหนมือบานนะไอ้ลำปรามประมวยยังไม่ยมนะก็จานคอมาหรือยังพอเนี่ยอะไรนะจุกลังกับคอมาเนี่ยเกาะสำลังขมากลเลยเนาะเนี่ยดอกสมาตุยนี่มาโอ้ยอันนี้หนึ่งหมดพัดเกาะแต่ยังดอกมาจากด้านพอยคือยังมีสังคมมันเอาบ่สมาวิทอมนี่ดอกพอยพุดใบปลามีกระตุยมายูนนั้นเอาแต่ยังดอกมาไปจับด้านพอยโก้คือยังจับด้านมีสังคมคลายนี่ดอกมาพอยแต่เบียดตันงอมเจอนั่งปุ่นเอ้ยอันนี้สมัยใบกระบาดมีกระตุยอัดตันพอยดิดอกตามเพลย์บดาเตยหมอนี่ปุ่นอัดตันขมายที่แต่พอยสลักออกบนนั่นนี่สลักออกให้เสืออ่อนที่เสืออะไรดูเจอเคยยืนโตรมโจกรามเสือให้ดอกมาไว้นี่บนนั่นนี่ผัดพอยครับเรื่องวินาทีดอกมาตั้งเรื่องดอกตั้งกูมันมามันดอกมันดำจะมือตับน้ำมาตึ๊บยังตับน้ำมาวิดีโอที่ต้องบนยังไอ้นี่จัดกระโปรงพลกได้เป็นสภาพ